Behind Slim, how Samsung engineered the Galaxy S25 Edge to break boundaries. Samsung Global Newsroom. Samsung's new Galaxy S25 Edge boasts flagship performance in an incredibly slim 5.8mm design, making it a powerful yet portable AI. Samsung's new Galaxy S25 Edge boasts flagship performance in an incredibly slim 5.8mm design, making it a powerful yet portable AI companion. ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុង Facebook YouTube TikTok អីផ្សេងតែវីដេអូនេះគឺនៅលើ YouTube ច្រើនហើយបាទជួបគ្នានៅក្នុងវីដេអូថ្មីហើយស្វាគមន៍មកកាន់ Channel Galaxy Tip KH ដែល Channel នេះគឺ focus ធ្ងន់ focus ខ្លាំងទៅលើការប្រើប្រាស់ទូរស័ព្ទ Samsung Galaxy មុខងារផ្សេងជាច្រើនអញ្ចឹងណាហើយវីដេអូនឹងធ្វើវារៀងខ្លីៗអីចឹងទៅអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីមុខងារមួយដែលគេហៅថា Browser Assist ដែលយើងប្រើ Galaxy AI នៅក្នុងទូរស័ព្ទរបស់បងប្អូនដែលយើងអាចប្រើប្រាស់មុខងារ AI បានទូរស័ព្ទរបស់ Samsung Galaxy ហ្នឹងហើយថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ Browser Assist នៅក្នុង Galaxy Z Fold 6ដែលដោយសារវាអេក្រង់វារៀងធំអញ្ចឹងងាយស្រួលក្នុងការបង្ហាញបងប្អូនអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចតាក់ទងជាមួយនឹង Browser Assist ហ្នឹងគឺតាក់ទងជាមួយនឹងដូចរបៀបថាគេហៅថាការដែលយើង search មើល website អីផ្សេងអញ្ចឹងណានៅក្នុង internet នៅក្នុង browser របស់យើងហើយឲ្យវាជួយសង្ខេបឲ្យជួយបកប្រែឬក៏ជួយធ្វើមុខងារអីផ្សេងអញ្ចឹងទៅបាទអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំក៏បង្ហាញមុខងារមួយដែលគេហៅថា browser Assist ហ្នឹងដែលខ្ញុំគិតថាខ្ញុំនឹងបង្ហាញនៅក្នុងហ្នឹងអាចធ្វើបានអីគេខ្លះអញ្ចឹងជាដំបូងគឺបងប្អូនត្រូវតែ make sure ថាទូរស័ព្ទរបស់បងប្អូនគឺមាន login Samsung account ជាមុនសិនដើម្បីប្រើប្រាស់មុខងារ AI ផ្សេងបាននៅក្នុង Samsung Galaxy ហ្នឹងណាបាទអញ្ចឹងថ្ងៃនេះដែរខ្ញុំចង់បង្ហាញតាក់ទងមួយមុខងារ browser Assist ហ្នឹងគឺយើងប្រើប្រាស់បានតែនៅក្នុង browser របស់ Samsung ឯងគឺតាក់ទងជាមួយនឹង browser original របស់ Samsung មកបាទអញ្ចឹងយើងគ្រាន់តែចូលនៅក្នុងហ្នឹងបាទខ្ញុំចូលនៅក្នុងហ្នឹងបាទបន្ទាប់មកយើងអាច search website អីទៅឧទាហរណ៍ថាអានេះដើម្បីងាយស្រួលខ្ញុំបង្ហាញបងប្អូនឲ្យមើលទេឧទាហរណ៍ថាអានេះគឺព័ត៌មានរបស់ Samsung អញ្ចឹងណាអញ្ចឹងតាក់ទងជាមួយនឹង article តាក់ទងជាមួយ Beyond Slim how Samsung engineer the Galaxy S25 to break boundaries អញ្ចឹង to break down boundaries អញ្ចឹងតាក់ទងជាមួយនឹងវាមានច្រើនបើសិនជាយើងអានយើងអង្គុយអានទៅឧទាហរណ៍ថា understand user and change អញ្ចឹងទៅវាមានអីគេខ្លះវាមានច្រើនអញ្ចឹងណាបាទអញ្ចឹងអានេះវា detail នៅក្នុងហ្នឹងនៅក្នុង article ហ្នឹងមួយអញ្ចឹងដើម្បីយើងតើយើងឲ្យ browser Assist យើងជួយអីគេខ្លះដល់យើងណាអញ្ចឹងដើម្បីចូលប្រើប្រាស់ browser Assist ហ្នឹងគឺពេលដែលបងប្អូនកំពុងតែឆែក website ហ្នឹងហើយណាអញ្ចឹងបងប្អូនចុចឃើញសញ្ញាផ្កាយនេះហ៎នេះសញ្ញាផ្កាយនេះបងប្អូនបាទបងប្អូនចុចនៅលើហ្នឹងមកចុចសញ្ញាផ្កាយហ្នឹងបន្តមកទៀតគឺវានឹងបង្ហាញយើងហើយវាមានមុខងារ3គឺមាន summary មាន translate វាមាន read highlight aloud អញ្ចឹងមានន័យថា summary ឧទាហរណ៍ថាវាសង្ខេបឲ្យយើងអញ្ចឹងណាឧទាហរណ៍ថាអត្ថបទមួយវែងអញ្ចឹងទៅគឺវាសង្ខេបតែប្រហែលចំណុចខ្លីៗឲ្យយើងងាយស្រួលយល់ហើយមួយទៀតគឺ translate គឺយើងឧទាហរណ៍ថាភាសាឧទាហរណ៍ថាភាសាផ្សេងដែលយើងគិតថាភាសាផ្សេងដែលយើងចង់ឲ្យវាបកប្រែអង់គ្លេសឬក៏ឧទាហរណ៍ថាយើងចង់ឲ្យបកប្រែទៅភាសាចិនភាសាកូរ៉េភាសាថៃភាសាអីផ្សេងអញ្ចឹងទៅណាឧទាហរណ៍ article នៅលើហ្នឹងវាបកប្រែយើងហើយមួយទៀតគឺ read out loud ហ្នឹងគឺឧទាហរណ៍ថាយើងខ្ជិលអានវាឲ្យវាជួយអានឲ្យយើង highlight អញ្ចឹងទៅអញ្ចឹងតិចទៀតខ្ញុំនឹងបង្ហាញបាទឧទាហរណ៍ឥឡូវមុខងារមួយដែលខ្ញុំធ្វើមុនគេហ្នឹងគឺតាក់ទងជាមួយនឹងគេហៅថាមុខងារ summary អញ្ចឹងអត្ថបទហ្នឹងវែងបងប្អូនមើលគ្រាន់តែយើងមើលទៅវារៀងថិចរៀងច្រើនដែរអញ្ចឹងខ្ញុំខ្ជិលខ្ញុំចូលទៅខ្ញុំចង់ដឹងថាមុខងារគេនិយាយអីគេខ្លះសង្ខេបខ្ញុំចុចលើប៊ូតុងផ្កាយហ្នឹងមកបន្ទាប់មកខ្ញុំចុច summary បាទអូខេអញ្ចឹងខ្ញុំចុច summary អញ្ចឹងបងប្អូនឃើញវានឹង summary ឲ្យយើងបាទឧទាហរណ៍ថានេះឃើញទេពេលដែលអត្ថបទមិញមកផ្ទាំងអញ្ចឹងទៅឥឡូវវា summary មកយើងតែប្រហែលចំណុចឲ្យឧទាហរណ៍ថានៅក្នុងនេះ Samsung Galaxy S25 Slim Design Flagship Performance អញ្ចឹងទៅអញ្ចឹងវាឲ្យចំណុចដែលសំខាន់ highlight summary អញ្ចឹងទៅអានេះតាក់ទងជាមួយនឹង slim design តាក់ទងជាមួយនឹង display design it remain flagship level performance អីចឹងណាបាទ
ឃើញទេកាមេរ៉ាអញ្ចឹងអានេះគឺចំណុចសំខាន់ដែលវាAI វាជួយ summary ឲ្យយើងដើម្បីយើងមិនបាច់ចាំបាច់អានអត្ថបទទាំងមូលគឺយើងអាចឲ្យវាអាន summary ទៅយើងអាច at least ក៏យើងដឹងដែរថាarticle ហ្នឹងគេចង់និយាយប៉ុណ្ណឹងអូខេបាទអាហ្នឹងមុខងារមួយដែលគេហៅថាសង្ខេប summary ហ្នឹងអញ្ចឹងក្រៅពី summary យើងមានអីគេទៀតបាទក្រៅពី summary ឧទាហរណ៍ក្រៅពី summary គឺយើងអាច translate អញ្ចឹងខ្ញុំយ៉ាសំទោសយើងចុចដូចគ្នាយើងចុចកន្លែងនេះបាទអញ្ចឹងយើងយក translate បាទយើងចុច translate បកប្រែប៉ុន្តែខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចតាក់ទងជាមួយ translate ហ្នឹងដោយសារវាយើងត្រូវការហៅភាសាអញ្ចឹងនៅក្នុងភាសាហ្នឹងគឺវាមាន language នៅក្នុងហ្នឹងណាដោយសារអានេះយើងត្រូវ download អញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតបងប្អូនត្រូវ download សិនបានន័យថានៅក្នុង language pack គឺយើងត្រូវ download សិនព្រោះអីវាប្រើប្រាស់គេហៅថា on device AI on device AI ហ្នឹងគឺវាអត់មានចាំបាច់ access ទៅ internet ទេឲ្យតែថាយើង download language ភាសា language pack នៅក្នុងហ្នឹងហើយគឺវាអាចជួយសម្រួលយើងហើយប៉ុន្តែខ្ញុំសុំទោសដែលខ្ញុំអត់បាន download ច្រើនអញ្ចឹងនៅក្នុងនេះវាមានភាសាមួយគាត់ថាមិនបាច់បង្ហាញបងប្អូនទេshare បាទបងប្អូនអាចសាកល្បងបានខ្លួនឯងតាក់ទងមួយ translate ហ្នឹងបាទគឺយើងគ្រាន់តែចុចកន្លែងនេះយើងប្រើភាសារបស់យើងអញ្ចឹងទៅណាហើយខ្ញុំសូមបញ្ជាក់តិចភាសាខ្មែររបស់យើងអត់ទាន់មាននៅក្នុង language pack ទេបាទអូខេអញ្ចឹងអានេះមុខងារបកប្រែហើយមុខងារមួយទៀតហ្នឹងគឺគេហៅថា read highlight aloud អញ្ចឹងខ្ញុំចុចកន្លែងនេះមកឧទាហរណ៍ថាយើងចង់ដឹងថាវានិយាយគេខ្លះអូខេ Behind Slim, how Samsung engineered the Galaxy S25 Edge to break boundaries. Samsung Global Newsroom. Samsung's new Galaxy S25 Edge boasts flagship performance in an incredibly slim 5.8mm design, making it a powerful yet portable AI. Samsung's new Galaxy S25 Edge boasts flagship performance in an incredibly slim 5.8mm design, making it a powerful yet portable AI companion. This achievement involved reimagining the phone's internal structure, using a new mounting system, and premium materials like a titanium frame and Gorilla Glass ceramic too for enhanced durability. អូខេអញ្ចឹងបងប្អូនឃើញហើយមុខងារនេះគឺខ្ញុំគិតថាវាងាយស្រួលដែរវាល្អសម្រាប់យើងដែរនៅពេលដែលយើងចូល website អីផ្សេងមួយទៅប៉ុន្តែយើងអត់ចង់ដូចវាថាអានអីច្រើនអីចឹងណាប៉ុន្តែខ្ញុំសូមបញ្ជាក់តិចការអានច្រើនវាធ្វើឲ្យបង្កើននៅបញ្ញារបស់យើងដែរតែបើសិនជាយើងខ្ជិលយើងឲ្យវាជួយ highlight ជួយសង្ខេបអីយើងប្រើ AI បានណាព្រោះខ្ញុំគិតថាការប្រើប្រាស់ AI ហ្នឹងគឺឥឡូវវាទូលំទូលាយអញ្ចឹងដើម្បីយើងងាយស្រួលដើម្បីជួយការងាររបស់យើងគឺយើងត្រូវតែធ្វើម៉េចយើងចេះប្រើវាដែរណាហើយរបស់យើងមានស្រាប់បើសិនជាបងប្អូនដែលប្រើប្រាស់ Galaxy C46 Galaxy M25 ឬក៏ M24 អីចឹងណាដែលវាប្រើប្រាស់ AI បានបងប្អូនអាចព្យាយាមប្រើទៅណាព្រោះរបស់ហ្នឹងគឺមាន free ស្រាប់នៅក្នុងទូរស័ព្ទហ្នឹងដើម្បីជួយសម្រួលដល់ការងារបងប្អូនបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងតែប៉ុណ្្នឹងទេបើសិនជាបងប្អូនគិតថាវីដេអូហ្នឹងល្អសូមជួយចុច like ចុច share ផងហើយអរគុណហើយកុំភ្លេចជួយ subscribe channel YouTube ថ្មីនេះផងបាទហើយកុំភ្លេចជួបគ្នានៅក្នុងវីដេអូក្រោយអរគុណជម្រាបលាបាយបាយជម្រាបលា